មានព័ត៌មានតាក់ទងជាមួយទៅនឹងការបាត់គណនី Facebook ច្រើនគួរតែឆែកមើលប្រមាណវិធីនេះដើម្បីការពារគណនីរបស់យើងអនបំផុតក៏ការពារបាន 80% ដែរទី1ចូលទៅក្នុង account center តាមរយៈ setting ដើម្បីពិនិត្យមើលថាតើយើងបានបំពេញព័ត៌មានរបស់យើងនៅក្នុង account របស់យើងបានគ្រប់គ្រាន់ហើយឬនៅរឿងដែលត្រូវឆែកដំបូងគេហ្នឹងគឺ password ត្រូវប្រកាសថា password របស់យើងហ្នឹងគឺ strong មានអក្សរធំអក្សរតូចមានសញ្ញាមានលេខបើក advanced protection ផងហើយមួយទៀតហ្នឹងគឺ complete ដាក់ two factors authentication អាហ្នឹងពាក្យមួយយ៉ាងទៀតគេហៅថាការចាក់សោពីត two factors authentication ហ្នឹងយើងប្រើ Google ក៏បាន Microsoft ក៏បានចាំខ្ញុំបញ្យល់លម្អិតនៅក្នុងវីដេអូខលរឿងដែលខ្វះបានហ្នឹងគឺយើងឆែកមើលថាតើណាគេខ្លះបានចូលមកក្នុងគណនីរបស់យើងនៅក្នុង function where you login គឺមិនសម្រាប់តែ Facebook ទេដូច Telegram ឬក៏គណនីផ្សេងៗដែលយើងប្រើប្រាស់យើងត្រូវដឹងថាតើណាគេបានចូលទៅក្នុងគណនីរបស់យើងសិនជាឃើញ device ណាដែល lock ចូលទៅអត់ស្រួលត្រូវ remove ចោលភ្លាមៗទៀតហ្នឹងគឺយើងបើក login alerts អាហ្នឹងគឺយើងអាចដាក់ជា app notification ក៏បានយើងដាក់ជា email ក៏បានដែរដូច្នោះនៅពេលដែលយើង log in ទៅក្នុង device ណាថ្មីគឺវានឹងផ្ញើសារមកយើងដើម្បី confirm ថាម្នាក់ហ្នឹងគឺពិតជាយើងមែនឬក៏អត់ភាគច្រើន security function របស់ Facebook គឺយើង on វារហូតទៅក្នុងករណីពេលមានភាពមិនប្រក្រតីកើតឡើងគឺវានឹង alert ឲ្យយើងដឹងយើងចាំបាច់បន្ទាប់ដែលខ្វះអត់បានហ្នឹងគឺ personal details ព័ត៌មានរបស់បុគ្គលមួយ email លេខទូរស័ព្ទឲ្យដាក់មកទាំងអស់មកព្រោះថាបើសិនជាបាត់មួយក៏នៅសល់មួយដើម្បីស្រោចស្រង់ដែរហើយពេលខ្លះខ្ញុំដាក់រហូតដល់2 email ឬក៏ទូរស័ព្ទ2អីទៀតផងដើម្បីជា backup ដោយសារតែខ្ញុំជួបច្រើនមែនតើ client របស់ខ្ញុំគឺគាត់បាត់ទាំងអស់ហ្មងដល់ពេលចឹងគឺពិបាកយក account មកវិញខ្លាំងមែនតើហើយមួយទៀតហ្នឹងគឺ identity confirmation កន្លែងហ្នឹងយើងត្រូវ upload ដូចជា ID card ឬក៏ passport ក្នុងករណីនេះគឺដើម្បីបញ្ជាក់ទៅកាន់ Facebook ថាយើងមិនមែនជា account fake ឬក៏ account spam ឬក៏ MMO account អីទេកាលណាយើងបាន submit នៅក្នុង function មួយហ្នឹងគឺជួយយើងច្រើនខ្លាំងមែនតើក្រោយគេកុំចេះតែចុច link ផ្ដេសផ្ដាសកុំចេះតែបំពេញព័ត៌មានផ្ដេសផ្ដាសនៅតាមអ៊ីនធឺណិតបើយើងអត់ដឹងពីប្រភពរបស់ link មួយនោះមួយទៀតអត់តន់ចាប់ទេសម្រាប់អ្នកដែលគាត់មាន page ខ្ញុំ recommend ឲ្យយើង add admin ហ្នឹងណាអាចបំផុតក៏2 3 4នេះឡើងដែរកុំដាក់តែមួយអញ្ចឹងក្នុងករណីបើសិនជា account ហ្នឹងដាច់ page យើងក៏ពិបាកក្នុងការស្រោចស្រង់ដែរមើលឲ្យ complete set up ផងណា